hai bờ ôn mơ được nông sụp hơi chỉ ba chỉ khơi nào cho nên mình copy à mìnhประมาณthế nửa pe đại om nó bị bao chỉ một chuyên gia của ó so với om chẳng được nèហើយom nó bao chỉ một chuyên gia của ó so với đâu tới chẳng tửបាទសូមស្វាគមន៍មកកាន់មេរៀនទី2នៅក្នុងមេរៀនវេយ្យាករណ៍ថ្នាក់ទី11អញ្ចឹងមេរៀនទី2របស់យើងគឺកម្លាយដោយផ្នត់ចេកបងប្អូននៅផ្ទះអាចមើលនៅក្នុងសៀវភៅអក្សរសាស្ត្រខ្មែរថ្នាក់ទី11នៅទំព័រ36ដល់37ចំពោះផ្នត់ចេកនៅក្នុងសៀវភៅអក្សរសាស្ត្រខ្មែរថ្នាក់ទី11របស់យើងគឺមាន4ទម្រង់គឺទម្រង់ពើទម្រង់សពើទម្រង់សកាត់ជាងពើនិងទម្រង់សពើកាត់ជាងពើអញ្ចឹងដោយតែបងប្អូនដឹងហើយពើនេះមានន័យថាព្យញ្ជនៈហើយសនេះមានន័យថាស្រៈពើព្យញ្ជនៈហើយសញ្ញានេះបានន័យថាកាត់ជាងអញ្ចឹងយើងទៅមើលផ្នត់ចេកទាំង4ទម្រង់នេះដូចតទៅទម្រង់ទី1គឺទម្រង់ពើហើយផ្នត់ចេកទម្រង់ពើនេះមានដូចជាងៈណៈបមរលវយើងអាចសន្មតហៅវាថាងណបមរលវឥឡូវយើងមកមើលវិធីកម្លាយនិងឧទាហរណ៍ទាំងអស់គ្នាចំពោះផ្នត់ចេកទម្រង់ទី1នេះមានលក្ខណៈផ្ទុយពីផ្នត់តាមទម្រង់ទី1ហើយផ្នត់តាមទម្រង់ទី1គឺទម្រង់ពបងប្អូនត្រូវយកផ្នត់នេះទៅដាក់ខាងលើព្យញ្ជនៈទី1របស់ឫសប៉ុន្តែនៅក្នុងផ្នត់ចេកទម្រង់ពនេះវិញបងប្អូនត្រូវយកផ្នត់នឹងទៅធ្វើជាជើងរបស់ព្យញ្ជនៈទី1នៃឫសឬក៏យកផ្នត់ហ្នឹងមកដាក់ពីក្រោមព្យញ្ជនៈទី1អញ្ចឹងឧទាហរណ៍ដូចជាលាយនឹងផ្នត់ចេកបឬក៏បនេះបង្កើតបានទៅជាលបាយកន្លែងនេះដូចគ្នាអញ្ចឹងដែរអញ្ចឹងឲ្យតែផ្នត់ចេកទម្រង់ទី1គឺអញ្ចឹងទាំងអស់បងណាដូចជាសូមដាក់ផ្នត់ចេកមចូលមកទៅជាស្មូឃើញទេអញ្ចឹងលឿនដាក់ផ្នត់ចេកបនេះចូលមកទៅជាលបឿនអញ្ចឹងគ្រាន់តែយកផ្នត់របស់យើងនេះទៅធ្វើជាជើងព្យញ្ជនៈទី1នៃឫសហើយសូមចំណាំថាផ្នត់ចេកទម្រង់ទី1ពោលគឺទម្រង់ពើនេះពេលដែលធ្វើវិធីកម្លាយឬក៏កម្លាយចេញមកបានជាពាក្យមួយជាងបែបនេះបាទឥឡូវយើងចូលទៅមើលទម្រង់ទី2ហើយនេះជាសញ្ញាទេបានន័យថាបមួយនេះឬក៏បនេះចូលមកធ្វើជាជើងរបស់លហើយមមួយនេះយកមកធ្វើជាជើងរបស់សហើយបឬបនេះមកធ្វើជាជើងរបស់លនេះអញ្ចឹងយកមកធ្វើជាជើងរបស់ព្យញ្ជនៈទី1យើងទៅមើលទម្រង់ទី2ទម្រង់ទី2គឺទម្រង់សពសូមបញ្ជាក់បងប្អូនផងដែរថាផ្នត់ចេកទាំងអស់លើកលែងតែផ្នត់ចេកទម្រង់ទី1នេះទេគឺផ្ដើមដោយសផ្ដើមដោយស្រៈទាំងអស់លើកលែងតែទម្រង់ទី1គឺវាជាប្រភេទព្យញ្ជនៈប៉ុន្តែក្រៅពីហ្នឹងគឺផ្ដើមដោយសទាំងអស់អញ្ចឹងដូចបងប្អូនដឹងហើយថាផ្នត់ចេកគឺវាចូលមកជ្រែកឫសដោយផ្នត់ដើមនេះផ្នត់ដើមវានៅខាងដើមឫសតែបើផ្នត់ចេកវាចូលមកជ្រែកឫសតែម្ដងអញ្ចឹងចំពោះផ្នត់ចេកទម្រង់ទី2គឺទម្រង់សពើនេះមានដូចជាអង្គដូចជាអញឬក៏អញដូចជាអន់ដូចជាអន់ដែរហើយនឹងអំអញ្ចឹងពេលដែលបងប្អូនអានផ្នត់ហ្នឹងគឺបងប្អូនត្រូវប្រកបដោយស្រៈអនិងព្យញ្ជនៈខាងចុងវាហ្នឹងអញ្ចឹងអនឹងងអង្គអនឹងញអញឬក៏វាខ្លះយើងត្រូវអានថាអញអញ្ចឹងបាទនេះដូចគ្នាដែរអន់ហើយនេះគឺអំអញ្ចឹងចំពោះវិធីកម្លាយបងប្អូនមើលទៅតាមដំណាក់កាលមាន4ដំណាក់កាលធំអញ្ចឹងដំណាក់កាលទី1យើងត្រូវតែពង្រាយនេះពង្រាយឫសរបស់យើងនោះឲ្យចេញជាឯកតាមួយបែបនេះឲ្យវាចេញជារាយចេញពីគ្នាបែបនេះឧទាហរណ៍ដូចស្វិតយើងពង្រាយចេញមកបានសយើងវស្រៈអេនិងតយើងត្រូវពង្រាយអញ្ចឹងអានឹងទី1ហើយទី2យើងត្រូវយកផ្នត់ណាមួយក្នុងចំណោមផ្នត់ទាំង5នេះដែលអាចប្រើជាមួយនឹងស្វិតនឹងបានអញ្ចឹងពេលដែលយកផ្នត់មកគឺត្រូវយកមកដាក់ឲ្យវាជ្រែកចំកណ្ដាលរវាងព្យញ្ជនៈទី1និងព្យញ្ជនៈបន្តអញ្ចឹងបងប្អូនមើលដំណាក់កាលទី2នេះពេលដែលយើងញែកគឺសនៅខាងដើមគេហើយក្រៅពីហ្នឹងគឺនៅខាងស្ដាំបែបនេះអញ្ចឹងត្រូវយកផ្នត់មួយមកដាក់នៅចន្លោះព្យញ្ជនៈទី1ហ្នឹងហើយនឹងព្យញ្ជនៈដែលនៅសល់អញ្ចឹងដូចជាយើងយកផ្នត់អង្គនេះយកមកដាក់មកហើយឥឡូវយើងមើលសញ្ញាទាំងអស់គ្នាអញ្ចឹងបងប្អូនសូមចំណាំថាវិធីកម្លាយគឺត្រូវធ្វើទៅតាមដំណាក់កាលហ្នឹងដំណាក់កាលទី1ត្រូវពង្រាយឫសហ្នឹងឲ្យដាច់ដោយឡែកពីគ្នាព្យញ្ជនៈដោយព្យញ្ជនៈស្រៈដោយស្រៈអញ្ចឹងមកហើយដំណាក់កាលទី2បងប្អូនត្រូវយកផ្នត់របស់យើងនេះមកដាក់ញែកចន្លោះកណ្ដាលរវាងព្យញ្ជនៈទី1ដែលបានញែកចេញហ្នឹងហើយនឹងព្យញ្ជនៈដែលនៅសល់ខាងស្ដាំវាហើយនៅពេលដែលធ្វើវិធីកម្លាយបងប្អូនត្រូវចាំថាអាស្រៈអដែលនៅខាងដើមនេះវាត្រូវរត់មកចូលនៅក្នុងព្យញ្ជនៈទី1នេះបាទហើយសៈហើយនឹងអរបស់យើងនេះចូលគ្នាមកបានទៅជាសក់យើងប្រកបចូលគ្នាទៅជាសក់អញ្ចឹងណាអញ្ចឹងបានប្រកបមកយើងអានថាសង់អត់អានថាសងវត្តទេយើងអានថាសង់ព្រោះនេះស្រៈអបើស្រៈអយើងអានទៅចេញសងហើយតែនេះស្រៈអអញ្ចឹងយើងអានមកចេញសងអញ្ចឹងអាអហើយនឹងសៈហ្នឹងប្រកបចូលគ្នាមកវាទៅជាសក់បែបនេះ
បាទហើយអាងើនេះគឺវាត្រូវមកត្រួតលើជើងវនេះហើយស្អេនៅខាងលើធម្មតាហើយតយកមកប្រកបធម្មតាអញ្ចឹងនេះបង្កើតបានជាជើងវនៅជើងវដដែលស្រៈអេគឺនៅស្រៈអេដដែលហើយតនៅតដដែលអញ្ចឹងជាលទ្ធផលគឺយើងបានសង្វត្តបែបនេះអញ្ចឹងដើម្បីអាចបានជាសង្វត្តបែបនេះបងប្អូនត្រូវធ្វើទៅតាមដំណាក់កាលវាបែបហ្នឹងបាទអាហ្នឹងជាវិធីកម្លាយផ្នត់ចេកទម្រង់សពឥឡូវយើងចូលមកដល់ផ្នត់ចេកទម្រង់ទី3គឺទម្រង់សកាត់ជាងពអញ្ចឹងផ្នត់ចេកទម្រង់ទី3នេះជាទូទៅគឺមានតែ3ហ្នឹងទេគឺមានអណលមានអបហើយនឹងអកាត់ជាងមកអញ្ចឹងអកាត់ជាងណអកាត់ជាងបហើយនឹងអកាត់ជាងមកឬក៏យើងអាចថាអកាត់ជាងណាអកាត់ជាងបហើយនឹងអកាត់ជាងមកអញ្ចឹងមកប៉ុន្តែនៅក្នុងសភៅបងប្អូននឹងឃើញគេដាក់ថាអណលអណលអបអបឃើញទម្រង់បែបហ្នឹងប៉ុន្តែដោយយើងបាននិយាយគ្នាខ្លះហើយថាស្រៈគឺវាអត់មានទម្រង់បែបនោះទេប៉ុន្តែនៅពេលដែលស្រៈហ្នឹងវាជួបជាមួយព្យញ្ជនៈពួកអអញ្ចឹងស្រៈហ្នឹងនៅអដដែលហើយអរបស់យើងនេះជួបជាមួយព្យញ្ជនៈណាពួកអសូវវាទៅអដោយស្វ័យប្រវត្តិអញ្ចឹងយើងមិនចាំបាច់មានអនៅមិនចាំបាច់មានអបមកទៀតទេឬក៏អមកទៀតទេបាទអញ្ចឹងយើងមានតែ3ហ្នឹងគឺគ្រប់គ្រាន់អញ្ចឹងឧទាហរណ៍យើងឃើញរៀបចេញទៅជារនាបអញ្ចឹងថាតើរៀបបូកជាមួយនឹងផ្នត់អកាត់ជាងណនេះតើធ្វើយ៉ាងណាទើបអាចចេញទៅជារនាបបែបនេះអញ្ចឹងឲ្យតែផ្នត់ចេកបងប្អូនត្រូវចំណាំគឺត្រូវមានដំណាក់កាលរបស់វាអញ្ចឹងលើកលែងតែផ្នត់ដើមទម្រង់ទី1សូមអធិស្ឋានលើកលែងតែផ្នត់ចេកទម្រង់ទី1របស់យើងគឺគ្រាន់តែយកផ្នត់មកធ្វើជាជើងរបស់ឫសជាការស្រេចប៉ុន្តែចាប់ពីទម្រង់ទី2ទៅបងប្អូនត្រូវតែញែកវាបែបនេះអញ្ចឹងរៀបយើងត្រូវបរិយាយវាមកបានទៅជារៈឬក៏រស្រៈអានិងបហើយត្រូវយកផ្នត់ណាមួយដែលអាចប្រើជាមួយនឹងរៀបនឹងបានយកមកដាក់ចន្លោះរវាងរហើយនឹងស្រៈឬព្យញ្ជនៈដែលនៅសល់អញ្ចឹងនេះចូលដល់ដំណាក់កាលទី2បងប្អូនត្រូវយកផ្នត់ហ្នឹងមកដាក់ចន្លោះអញ្ចឹងមកហើយត្រូវចាំថាស្រៈខាងដើមនៃអណលហ្នឹងវាចូលមកក្នុងព្យញ្ជនៈខាងដើមនេះអញ្ចឹងស្រៈអមែនតែនៅពេលវាចូលជាមួយព្យញ្ជនៈពួកអរនេះអញ្ចឹងវាអដែរអញ្ចឹងបានទៅជារហើយសល់ណបាទអញ្ចឹងណគឺដាក់នៅបរិយាយធម្មតានៅខាងចុងហើយព្យញ្ជនៈស្រៈដែលនៅសល់ប្រមាណយកមកប្រកបធម្មតាបងប្អូនអាចមើលតាមសញ្ញាព្រួយនឹងមកបចូលមកកន្លែងបស្អានៅស្អាដដែលគាត់ទៅថែមណនេះមកបញ្ចូលនៅចំកណ្ដាលអញ្ចឹងយើងបានទៅជារនាបអញ្ចឹងបងប្អូនអាចមើលដំណាក់កាលទី1យករៀបហ្នឹងមកពង្រាយតបមកយកផ្នត់មកដាក់ចន្លោះរវាងរហើយនិងស្រៈព្យញ្ជនៈដែលនៅសល់ហើយស្រៈខាងដើមនេះរត់ចូលមកព្យញ្ជនៈខាងដើមនេះបានទៅជារបែបនេះនេះគឺស្រៈអប្រើជាមួយរអញ្ចឹងវាទៅអដែរសូវទៅអដែរអញ្ចឹងយើងអានថារហើយណនេះស្រៈអានិងបអញ្ចឹងចេញមកជាលទ្ធផលគឺរនាបឥឡូវយើងមកមើលផ្នត់ចេកទម្រង់ចុងក្រោយគឺសពកាត់ជាងពហើយនៅក្នុងផ្នត់ចេកទម្រង់ចុងក្រោយនេះមានតែ2ទេគឺអំណហើយនិងអំណហើយបើបងប្អូនមើលនៅក្នុងសភៅច្បាស់ជាឃើញណអញ្ចឹងនេះមិនខុសពីអាមិញប្រហែលទេនៅពេលដែលអំហ្នឹងវាប្រើជាមួយព្យញ្ជនៈពួកអសូវវាអំអញ្ចឹងដដែលហើយអំនឹងប្រើជាមួយព្យញ្ជនៈពួកអសូវវាដូរទៅអ៊ុំអញ្ចឹងទៅបាទអញ្ចឹងដូចជាបើគិតទៅជាគំនិតអញ្ចឹងសូវអំហ្នឹងទៅអ៊ុំទៅតាមកហ្នឹងឥឡូវយើងមើលឧទាហរណ៍របស់យើងតែមួយទេគឺកើតវាប្រើជាមួយផ្នត់អំកាត់ជាងណហើយធ្វើយ៉ាងណាទើបចេញទៅជាកំណើតអញ្ចឹងបងប្អូនឃើញទេដំណាក់កាលទី1ត្រូវពង្រាយវាសិនអញ្ចឹងកើតពង្រាយមកបានកស្រៈអាហើយនឹងតហើយដំណាក់កាលទី2ត្រូវយកផ្នត់របស់យើងនេះមកដាក់ញែកចំកណ្ដាលរវាងព្យញ្ជនៈទី1នេះហើយនឹងស្រៈហើយនឹងព្យញ្ជនៈដែលនៅសល់អញ្ចឹងយើងយកមកដាក់មកបានទៅជាបែបនេះបាទហើយត្រូវចាំថាអាស្រៈខាងដើមនេះស្រៈអំសូវអំនេះត្រូវបដូរវាមកជាស្រៈអំតែម្ដងយើងមើលដំណាក់កាលនេះអំនឹងបដូរវាមកជាស្រៈអំបាទអញ្ចឹងបើអំដូរមកជាស្រៈអំយើងបានកំបែបនេះហើយណនៅតាមដំណើរធម្មតាស្រៈអើនៅស្រៈអើធម្មតាហើយតនៅតធម្មតាអញ្ចឹងណមកបែបនេះហើយស្រៈអើចូលមកដាក់ផ្សំជាមួយណហ្នឹងទៅហើយតយកមកប្រកបខាងចុងធម្មតាអញ្ចឹងយើងនឹងបានថាកំណើតបែបនេះបាទអាហ្នឹងគឺជាផ្នត់ចេកទម្រង់ទី4របស់យើងអញ្ចឹងនៅក្នុងសភៅយើងគឺផ្នត់ចេកមានតែប៉ុណ្ណឹងទម្រង់ទេហើយនេះគ្រាន់តែជាវីដេអូសង្ខេបមួយហើយចំពោះផ្នត់ដើមផ្នត់ចេកពិស្ដារហ្នឹងបងប្អូនអាចទៅមើលនៅក្នុងវីដេអូមុនដែលគ្រូធ្លាប់មានមកហើយគឺឧទាហរណ៍មានទាំងអស់តែម្ដងហើយចំពោះមេរៀនទី3ការបន្លឺសំឡេងយើងនឹងទៅមើលនៅវីដេអូបន្តទៀតអញ្ចឹងវីដេអូពេលនេះគឺយើងប៉ុណ្្នឹងសិន